បាទគោរពជម្រាបសួរពុកម៉ែបងប្អូននំពូមីងនេះខ្ញុំបង្ហាញដើមនេះមួយបងប្អូនស្គាល់ដើមនេះអត់ដើមនេះបើសិនជាបងប្អូនអត់ដែលធ្លាប់ឃើញទេបងប្អូនប្រហែលជាគិតថាវាជាដើមបាទរំដេងឬក៏ដើមខ្ជាយដើមល្មៀតអីផ្សេងហើយបងប្អូនបាទដើមនេះគឺដើមផ្កាខ្យក់អណ្ដើកបងប្អូនដើមខ្យក់អណ្ដើកខ្ញុំគើសមកពីព្រៃយកមកដាំទេបងប្អូននិយាយទៅមិនដឹងមិនបងប្អូនឲ្យតែចូលព្រៃគឺខ្ញុំតែងតែចង់បានពពួករុក្ខជាតិទាំងអស់នេះយកមកដាំនៅផ្ទះព្រោះឥឡូវនេះនៅតាមព្រៃអីគឺនៅតាមព្រៃសហគមន៍មួយចំនួនគឺមានបងប្អូនប៉ុន្តែកន្លែងដែលធ្លាប់មានចន់ដើរពីមុនមកគេកាប់កិច្ចការយកធ្វើស្រូវធ្វើស្រែអស់ទៅវាពាយបងប្អូនអាចន់ដើរនេះហើយត្រឹមតែបានហូបម្ដងតើតែយើងចាំរយៈពេល1ឆ្នាំរដូវប្រាំងកន្លងផុតទៅចន់ដើរនេះវាងាប់ដើមដល់ពេលវាប៉ះភ្លៀងទៅគឺវាចេញផ្កាមកបងប្អូនអញ្ចឹងខ្ញុំពេលទៅស្រែទៅចកាគឺខ្ញុំតែងតែដកមកហើយដកដើមចន់ដើរនេះដកយកមកដល់គឺកប់ជាងឯងបងប្អូននេះនិយាយទៅតាមគៀននេះគឺសិតតែចន់ដើរមានប្រោះមានអីខ្ញុំយកមកកប់ទាំងអស់បងប្អូនមានទាំងប្រោះមានទាំងបាទចន់ដើរនិយាយទៅនេះនឹងដីនេះវាចាប់ដើមដោះមកទៀតហើយបងប្អូនវាសិតតែចន់ដើរទាំងអស់ហ្នឹងបងប្អូនហើយកន្លែងណាដែលវាមានចន់ដើរនេះនៅពេលដែលភ្លៀងធ្លាក់មកគឺវាមានផ្កាបងប្អូនទៅដល់រដូវដល់ខែវាខ្ញុំអត់ដែលចាំបាច់ទៅបេះនៅព្រៃទេព្រោះខ្ញុំដាំនៅនេះស្រាប់ដាំនៅនេះពេលភ្លៀងមកបានផ្កាចន់ដើរហូបនឹងគេដែរបងប្អូនយើងមិនចាំបាច់ទៅបេះនៅព្រៃបាទហើយនេះនៅស្លឹកនេះគឺទៅធម្មជាតិពួកសត្វនេះគូចាប់នេះខ្ញុំអត់ដែលសូវឃើញទេបងប្អូនវាមកពងនឹងការចន់ដើរដែលខ្ញុំពងដែលខ្ញុំដាំហ្នឹងឯងបងប្អូននេះហើយស្អាតមែនទេមិនតែមួយទេបងប្អូននេះពីរស្លឹកទៅគ្នាហ្នឹងគឺវាបងប្អូនគ្នាក៏មិនដឹងនេះនៅនេះមានពងនេះនៅនេះមានពងនៅពងគេហើយខាងនេះអត់ទាន់មានពងទេនេះអញ្ចឹងបងប្អូនគេនេះគេមកនៅក្នុងស្លឹកបាទផ្កាចន់ដើរនេះយើងដាំនៅកន្លែងនេះវាមានសត្វកូនចាបមកពងដាក់ក្នុងស្លឹកនឹងទៀតទៅស្រស់ស្អាតមែនបងប្អូនមនុស្សស្រឡាញ់ធម្មជាតិមនុស្សស្រឡាញ់ធម្មជាតិមានពួកសត្វផ្សេងវាមកនៅអញ្ចឹងសប្បាយចិត្តបងប្អូនស្រឡាញ់វាខ្ញុំចូលចិត្តណាបងប្អូនរឿងកាប់រឿងគឺពួកចេះយកមកដាំនៅផ្ទះនៅចិត្តដៃចិត្តជើងជាពិសេសពួកព្រិចហ្នឹងឯងបងប្អូនបន្លែព្រិចបន្លែចន់ដើរនេះគឺខ្ញុំយកមកដាក់ឲ្យបងប្អូនកន្លែងណាដែលគេភ្ជួរនិយាយទៅភ្ជួរប៉ះភ្ជួរវាលើងដើមអញ្ចឹងទៅយើងរើសយកវាមកកប់នេះកន្លែងនេះចន់ដើរខាងនេះក៏ដើមស្វាយចន្ទីហើយខាងនេះក៏ព្រិចនេះព្រិចនេះខ្ញុំយកមកដាក់ដាំវានិយាយទៅគេភ្ជួរដល់ពេលគេភ្ជួរទៅខ្ញុំឃើញដើមវាលើងទៅក៏គឺយកមកដាក់ទៅបងប្អូននេះអានេះបានមកដើមហើយនេះវាចាប់ដើមចេញត្រួយមកទៀតហើយនេះប្លោកនេះគឺសិតត្រួយវាសិតដើមព្រិចនេះហើយมันងាយស្រួលនៅក្នុងការផ្សំវាទេបងប្អូនព្រិចនេះព្រោះវារឹសវាលង្អួយណាបើសិនជាយើងបដោះវាអត់បានបាទមានរឹសមានអីរឹងមើមទេយើងយកទៅដាំគឺងើបលឿនព្រោះនេះវាអត់ស្រួលដូចដំណាំផ្សេងទេពួកព្រិចនេះគឺរង្អួយខ្លាំងអញ្ចឹងបានតែវាឆាប់បាត់បងបានតែឆាប់ដាច់ពូជឈើមួយចំនួនកាន់តែដាច់រឹសដាច់អីទៅមកកណាត់គឺវារស់តែព្រិចនេះគឺអូយ៉ាណាស់បងប្អូនបាទអញ្ចឹងនេះកន្លែងខ្ញុំបដោះកូនឈើបងប្អូនមានកន្លែងបដោះកូនឈើបដោះផ្សិតចេះតែធ្វើទៅបងប្អូនអើយ